ជំរាបសួរបងប្អូនខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ជជែកទៅលើពាក្យមួយដែលកំពុងតែពេញនិយមប្រើប្រាស់ហើយយ៉ាងច្រើនឈូសឆរតែម្ដងនៅក្នុងបណ្ដាញព័ត៌មានធំៗដូចជា Wall Street Journal Bloomberg ហើយ Yahoo Finance នៅក្នុងនេះគឺនៅលើគេហទំព័រ The Guardian ដែលខ្ញុំយកមកបង្ហាញហើយនៅក្នុងបណ្ដាញសង្គមយ៉ាងច្រើនដែលបានចេញវីដេអូធ្វើនៅអ្វីដែលកំពុងតែកើតឡើងឈូសឆរយើងឃើញតម្លៃមាសតម្លៃប្រាក់អីឡើងគ្រប់សពទាំង Bitcoin ផ្សារនេះដែលនៅក្នុងហ្នឹងគឺគេនិយាយថា the debasement trade តើពាក្យនេះមានន័យយ៉ាងម៉េចយើងមកមើលក្នុងអត្ថបទនេះដែលគេបកស្រាយយ៉ាងសាមញ្ញដែរគឺជាយមន័យបើនិយាយទៅ the debasement គឺមានន័យថាយើងដាក់ទម្លាក់នៅតម្លៃទៅលើអ្វីមួយនៅពេលបច្ចុប្បន្ននេះយើងឃើញមនុស្សយើងសម្រុកទិញដុំមាសដុំប្រាក់ហើយភាគហ៊ុនក៏ឡើង Bitcoin ក៏ឡើងបើនិយាយទៅគឺទម្លាក់លុយចោលទៅទិញនៅអ្វីដែលមិនមែនជាกระดาษលុយរូបិយប័ត្រលុយមិនដែលគេមានការព្រួយបារម្ភប្រជាជនមានការព្រួយបារម្ភនៅបំណុលពិភពលោកមិនត្រឹមតែបំណុលប្រទេសអាមេរិកទេយើងនាពេលបច្ចុប្បន្ននេះគឺនៅក្នុងបណ្ដាញព័ត៌មានភាគច្រើនគឺតែងតែសម្ដៅមកប្រទេសអាមេរិកដែលបំណុលប្រទេសអាមេរិកហ្នឹងគឺដល់ទៅ38 trillion ហើយឥឡូវនេះនៅពេលដែលនយោបាយកំពុងតែបិទ shut down ហើយដោយសារតែគណៈបកទាំងពីរខាងឆ្វេងហើយនិងខាងស្ដាំកំពុងតែឆ្លោះគ្នាទៅលើគោលការណ៍ចាយលុយ budget funding នៅក្នុងនឹងខាងគណៈបកប្រជាធិបតេយ្យដែលជាគណៈបកខាងឆ្វេងគាត់ទាមទារលុយច្រើនពេកគាត់ចង់ចាយលុយច្រើនលើសទៅដល់ 1.8 trillion ហើយគណៈបកខាងស្ដាំគាត់មិនព្រមគ្រប់សពចឹងទៅឥឡូវហ្នឹងនៅតែបន្តបិទអ្វីដែលខ្ញុំដឹងចឹងប្រជាជនក៏ឃើញនៅចំណុចនេះគាត់មានការសង្ស័យមានការព្រួយបារម្ភទៅលើរូបិយប័ត្រដែលគេហៅថា fiat currency នេះគឺជាក្រដាសលុយដែលអាចបោះពុម្ពបានហើយនឹងអស់តម្លៃបើនិយាយទៅយើងឃើញចលនាទិញដុំមាសដុំប្រាក់ហ្នឹងតាំងពីដើមមកគឺដោយសារតែធនាគារកណ្ដាលនៃប្រទេសគេហៅថា emerging market ដែលជាប្រទេសដែលកំពុងតែរីកលូតលាស់នៅក្នុងនោះគឺគេរាប់ចូលទៅក្នុងទាំងប្រទេសចិនប្រទេសឥណ្ឌាដែលធនាគារកណ្ដាលទាំងពីរនោះគឺគាត់ promoting ចាប់តាំងពីឆ្នាំ2022នៅពេលដែលរុស្ស៊ីត្រូវបាន G7 បង្កកនេះគឺជាចំណុចសំខាន់ដែលខ្ញុំតែងតែនិយាយហើយនិយាយទៀតរឿងអតិផរណានៃធនាគារកណ្ដាលរបស់អាមេរិកក៏វាជាប់គ្នាដែរប៉ុន្តែអ្វីដែលសំខាន់ដែលធ្វើឲ្យជំរុញធនាគារកណ្ដាលទិញខ្លាំងជាងគេហ្នឹងគឺដោយសារតែនៅក្នុងឆ្នាំ2022នៅពេលដែលប្រទេសរុស្ស៊ីត្រូវ G7 បង្កកទ្រព្យសម្បត្តិហើយក៏យើងឃើញចលនាចង់ទម្លាក់លុយដុល្លារដែលជាលុយប្រើប្រាស់នៅក្នុងពិភពលោកគេហៅថា currency reserve ដោយចង់យករូបិយប័ត្រផ្សេងៗហើយនៅពេលនេះយើងឃើញយុទ្ធសាស្ត្ររបស់ប្រទេសចិនចេញមកយ៉ាងហួសហេតុផងដែរដែលយើងតែងតែនិយាយមករឿយៗអញ្ចឹងចំណុច the debasement trade គឺជាអ្វីមិនមែនជាថ្មីទេអ្វីដែលកើតឡើងនេះធ្លាប់កើតឡើងនៅក្នុងប្រវត្តិសាស្ត្រដែរប៉ុន្តែនេះគឺជាអ្វីដែលកំពុងតែឈូសឆរដែលគេគិតថាអ្នកវិនិយោគក៏ដោយប្រជាជនក៏ដោយស្អីក៏ដោយទុកលុយគឺមិនចំណេញទេអញ្ចឹងត្រូវតែយកលុយទៅទិញនៅអ្វីដែលមិនមែនជារូបិយប័ត្រ fiat currency ដែលមិនមែនជា fiat currency គឺយើងអាចទៅទិញដុំមាសដុំប្រាក់ Bitcoin ផ្សារភាគហ៊ុនអីឡាក់លង្លាក់ដែលនឹងទាំងអស់នេះនឹងអាចនឹងមានផលប្រយោជន៍ជាងទៅលើកាន់กระดาษលុយដោយសារតែกระดาษលុយគឺអាចបោះពុម្ពបានមានការព្រួយបារម្ភទៅដល់រដ្ឋាភិបាលអាមេរិកมันអាចគ្រប់គ្រងទៅលើសេដ្ឋកិច្ចហើយនឹងការបោះពុម្ពលុយលាក់លង្លាក់បំណុលអីនឹងគ្រប់សពធ្វើឲ្យមានការជូរឆរនៅពេលបច្ចុប្បន្ននេះដែលក្រៅតែពីយុទ្ធសាស្ត្រទម្លាក់លុយដុល្លារក៏យើងឃើញពីការព្រួយបារម្ភចលាចលពីអ្នកវិនិយោគប្រជាជនគ្រប់ប្រទេសតាំងពិភពលោកនឹងតែម្ដងគឺនាំគ្នា promoting នៅអ្វីដែលមិនមែនជាกระดาษលុយ fiat currency នឹងមិនមែនជា fiat currency នៅក្នុងអត្ថបទនេះហ្នឹងគេនិយាយមកយ៉ាងច្រើនហើយនៅក្នុងហ្នឹងក៏គេបានដាក់និយមន័យគ្រប់សពចឹងទៅហើយបន្ទាប់មកក៏គេឃើញថា how are investor playing the debasement trade ក៏គេបង្ហាញរូបភាពអីហើយដូចថាយើងឃើញមាសក៏ឡើងថ្លៃ Bitcoin ក៏ឡើងថ្លៃប៉ុន្តែกระดาษលុយដុល្លារបើនិយាយទៅ dollar index ក៏វាមិនចុះខ្លាំងប៉ុន្មានដែរប៉ុន្តែប្រជាជននៅពេលបច្ចុប្បន្ននេះគឺកំពុងតែចលាចលទៅជួញដូរនៅអ្វីដែលគាត់គិតថារដ្ឋាភិបាលមិនអាចបោះពុម្ពបានដូចជាដុំមាសដុំប្រាក់ Bitcoin នៅក្នុងហ្នឹងដែរហើយនឹងទីផ្សារភាគហ៊ុនដែលយើងឃើញនៅពេលបច្ចុប្បន្ននេះគឺឡើងព្រមព្រៀតទាំងអស់តែម្ដងឥឡូវយើងក៏បានដឹងនៅពាក្យនេះសម្រាប់ខ្ញុំគឺថ្មី the debasement trade គឺជាភាសាថ្មីសម្រាប់ខ្ញុំប៉ុន្តែមិនមែនជាអ្វីដែលមិនដែលកើតឡើងទេគឺធ្លាប់កើតឡើងនៅក្នុងប្រវត្តិសាស្ត្ររួចមកហើយឥឡូវនៅក្នុងយើងមកមើលសូម្បីតែប្រទេសឥណ្ឌានេះគឺខ្ញុំក៏បានបង្ហាញ post មួយដែរប្រទេសឥណ្ឌានៅពេលបច្ចុប្បន្ននេះក៏យើងឃើញ ETF នាំការហូរចូលមាសទៅក្នុង ETF គឺកំណត់ត្រាថ្មី10,000 លាននៅក្នុងប្រទេសឥណ្ឌាការវិនិយោគដោយសារតែប្រជាជនរបស់គាត់ហ្នឹងក៏មានការព្រួយបារម្ភទៅលើលុយផងដែរអញ្ចឹងយើងដឹងនៅពេលបច្ចុប្បន្ននេះបំណុលប្រទេសនីមួយៗ
មិនមែនតែប្រទេសអាមេរិកទេបំណុលប្រទេសនីមួយៗគឺ one កតែម្ដងប្រទេសចិនបំណុលរដ្ឋាភិបាលដូចជា80ជាងភាគរយនៃ GDP ប៉ុន្តែបើយើងគិតបំណុលទាំងអស់ទាំងប្រទេសទាំងប្រជាជនទាំងក្រុមហ៊ុនអីទាំងអស់ហ្នឹងគឺទៅដល់ជាង320នៃ GDP ប្រទេសអាមេរិកក៏យ៉ាងដែរមិនតិចទេបើយើងគិតគ្រាន់តែបំណុលនៃរដ្ឋាភិបាលទៅលើ GDP ប្រហែលជា90%ឬក៏ប្រមាណភាគរយជាងប៉ុន្តែបើយើងបូកទាំងអស់ហ្នឹងក៏មិនចាញ់ប្រទេសចិនផងដែរ300លើសប្រទេសចិនតិចទៀតផងក៏មិនដឹងនេះគឺជាអ្វីដែលខ្ញុំអានលើកមកនេះណាខ្ញុំអត់បានយកតួលេខមកបង្ហាញអ្នកទាំងអស់គ្នាប្រទេសឥណ្ឌាខ្ញុំអត់បានស្រាវជ្រាវទៅលើបំណុលទេប៉ុន្តែខ្ញុំគិតថាបំណុលក៏មិនអត់ដែរអញ្ចឹងប្រជាជនរបស់គាត់ក៏ចាប់យើងនឹងឲ្យនៅប្រទេសឥណ្ឌាហ្នឹងគឺប្រជាជនគឺមានប្រជាប្រិយភាពទៅលើមាសតាំងពីដើមមកដែលគាត់យកមកធ្វើគ្រឿងអលង្ការអីចឹងណាទិញកាក់អីទុកសន្សំដែលនេះគឺគេថា traditionally ហ្នឹងគឺតាំងពីដើមមកគឺពួកគាត់យកមកធ្វើគ្រឿងអលង្ការទិញកាក់ហើយទិញនឹងដុំមាសដុំប្រាក់អីហ្នឹងយកមកសន្សំប៉ុន្តែនាពេលបច្ចុប្បន្ននៅក្នុងខែ9ឆ្នាំ2025នេះយើងឃើញការវិនិយោគទៅលើ ETF ដែលមានដុំមាសដុំអីហ្នឹងនៅបន្តពីក្រោយបានកំណត់ត្រាថ្មីទៅដល់10 billion 10,000 លានចឹងយើងនៅអាមេរិកនេះក៏យើងឃើញការហូរចូលនៃវិនិយោគទៅលើដុំមាសនឹងផងដែរជា ETF ដុំប្រាក់ក៏អញ្ចឹងជា ETF គឺច្រើនហូរហែនេះគឺចឹងបានយើងឃើញថាឥឡូវនេះអ្នកវិនិយោគគឺមិនត្រឹមតែទិញដុំមាសអីយកមកទុកទេគឺវិនិយោគទៅលើ ETF នឹងផងដែរដែលគេហៅថា exchange traded fund អញ្ចឹងយើងឃើញនៅពេលបច្ចុប្បន្ននេះអ្វីក៏ឡើងថ្លៃcrypto Bitcoin Ethereum ហ្នឹងគឺឡើងថ្លៃនៅពេលដែលខ្ញុំប្រើ crypto គឺខ្ញុំសំដៅទៅលើ Bitcoin Ethereum ដែលជាកាក់ crypto ដែលមានប្រវត្តិយូរហើយនឹងមានការជឿជាក់ច្រើនប្រើប្រាស់ច្រើនអញ្ចឹងគឺយើងឃើញចំណែកឯភាគហ៊ុនគឺយើងឃើញឡើងខ្លាំងផងដែរបន្ទាប់មកយើងឃើញសូម្បីតែកាក់ crypto Tether ដែលជា stable coin លេខ1នៅពេលបច្ចុប្បន្ននេះដែលគាត់មានទំហំលុយជាលុយដុល្លារច្រើនជាងគេក៏គាត់សម្រុកទៅទិញមាសផងដែរដើម្បីយកមកទុកតម្កល់នៅក្នុងនោះគេនិយាយថាក្រុមហ៊ុន Tether គឺជាក្រុមហ៊ុនឯកជនមួយដែលមានទុកមាសច្រើនជាងគេក្រៅតែពីធនាគារកណ្ដាលគឺគាត់ទុកទៅដល់80តាន់80តោននៃមាសដែលគិតទៅគឺចំនួនលុយដុល្លារប្រហែលជា 8,000 លានអញ្ចឹងហេតុអ្វីដែលគាត់មើលឃើញនៅតម្លៃមាសដែលគេកំពុងតែពេញនិយមកំពុងតែឡើងថ្លៃអញ្ចឹងហើយនេះគឺជាការផ្លាស់ប្ដូរនៅវិនិយោគមួយទៀតផងដែរហើយលុយដែលគាត់ stable coin គឺគាត់ត្រូវមានលុយដុល្លារតម្កល់នៅពីក្រោយអញ្ចឹងក៏គាត់មានបានបំណុលសហរដ្ឋអាមេរិកនឹងក៏ច្រើនផងដែរអញ្ចឹងយើងនឹងត្រឡប់មកនិយាយទៅលើ Tether នៅបន្តិចទៀតគាត់ថានៅពេលបច្ចុប្បន្ននេះគឺមានការទិញមាសគ្រប់ទីកន្លែងតែម្ដងមិនត្រឹមតែធនាគារបណ្ដាដែលគាត់ជាអ្នកនាំមុខគេនៅក្នុងពិភពលោកធនាគារបណ្ដាក្នុងពិភពលោកគឺ promoting បន្ទាប់មកអ្នកវិនិយោគហើយអ្នកប្រជាជនដែលគេហៅថា retail investor មានខ្លះដែរមិនច្រើនដូចនៅអ្វីដូចថាគាត់មិនមែនជាត្រីបាឡែនត្រីឆ្លាមទេគាត់គ្រាន់តែជាកូនកពឹសអីចឹងប៉ុន្តែក៏មានការប៉ះពាល់គឺគាត់នាំគ្នា promoting គ្រប់ទីកន្លែងហើយនឹងក្រុមហ៊ុនកាក់ crypto Tether ក៏ឃើញទិញច្រើនផងដែរនេះគឺយើងឃើញថានេះពេលបច្ចុប្បន្ននេះគឺទិញគ្រប់ទីកន្លែងគ្រប់សពតែម្ដងអញ្ចឹងយើងមកបន្តមកទៀតយើងឃើញ the debasement rate មានអត្ថបទមួយទៀតដែលគាត់និយាយថាបើសិនជាប្រជាជនភ័យខ្លាចនឹងលុយដុល្លារជាពិសេសហ្នឹងគឺលុយដុល្លារឬក៏លុយគេហៅថាលុយរូបិយប័ត្រសំខាន់ដែលប្រើប្រាស់នៅក្នុងពិភពលោកក្រៅតែពីលុយដុល្លារដែលគាត់ឈានចាប់ទៅទិញនៅអ្វីដែលមិនអាចបោះពុំបានដូចជាដុំមាសដុំប្រាក់ Bitcoin ផ្សារភាគរយហ្នឹងតើហេតុអ្វីនេះគឺជាអត្ថបទដែលផ្ទុយបើនិយាយទៅក៏គេមានការចង់និយាយថាបើអ្នកនេះនិយាយកអ្នកនោះក៏គេនិយាយផ្ទុយពីកនឹងផងដែរដោយគេវែកញែកនៅមូលហេតុរបស់គេរៀងៗខ្លួនចឹងទៅអញ្ចឹងនៅក្នុងអត្ថបទមួយទៀតដែលគេនិយាយទៅនេះគាត់ថា gold as debasement trade doesn't add up បាទនេះថាវាអ្វីដែលកើតឡើងគឺដូចជាមិនយល់បើសិនជាយើងគិតថាលុយដុល្លារដែលប្រជាជនកំពុងតែទម្លាក់ចោលហើយទៅទិញមាសទិញប្រាក់ហេតុអ្វីបានបំណុលនៅសហរដ្ឋអាមេរិកនេះនៅតែមានតម្រូវការដូចយើងឃើញគាត់និយាយថា not debasing anymore នៅពេលដែលនេះគឺជា dollar index នៅក្នុងខែ4យើងឃើញវាធ្លាក់ចុះខ្លាំងប៉ុន្តែនៅរវាងខែ4ម្ដងខែ10នេះវាឡើងចុះបានន័យថាវាមានការត្រឹងនៅហ្នឹងវាអត់ឡើងក៏វាអត់ចុះដែរអញ្ចឹងហេតុអ្វីទុំតែឈូឆរនៅពេលបច្ចុប្បន្ននៅពេលដែលប្រជាជនទម្លាក់លុយចោលទៅទិញនៅអ្វីដែលមិនអាចបោះពុំបានដែលភាសាអង់គ្លេសដែលគេយកមកទៅជ័យឈូឆរហ្នឹងគឺប្រើពាក្យ the debasement អញ្ចឹងនៅក្នុងនោះគាត់ថាដូចជាមិនត្រូវពីព្រោះដោយសារឃើញលុយដុល្លារវាធ្លាក់តាមខែ4ប៉ុន្តែនៅពេលអ្វីដែលកើតឡើងគឺទុំតែឈូឆរហើយនេះគឺជាបានបំណុលរបស់អាមេរិកដែលមាន30ឆ្នាំ bond yield ទិន្នផលនៃ30ឆ្នាំគឺយើងឃើញតាំងពីឆ្នាំ2020រហូតដល់ពេលនេះ bond yield គឺនៅខ្ពស់ដដែលអញ្ចឹង
វាដូចជាមិនតាន់ដូចថាបើនិយាយទៅអត្ថបទនេះគាត់និយាយថាអ្វីដែលកំពុងតែកើតឡើងគឺវាដូចជាមិនត្រូវនៅការពិតដែលថាប្រជាជនទម្លាក់លុយដុល្លារចោលហើយយើងឃើញតម្រូវការរបស់ bond បំណបានបំណុលអាមេរិកគឺនៅតែមានអញ្ចឹងអ្វីដែលគាត់ទៅសេសំខាន់ជាងនឹងទៀតហ្នឹងគាត់ថានេះគឺជាការភ័យខ្លាចមិនមែនត្រឹមតែលុយដុល្លារអាមេរិកទេគឺនៅក្នុងពិភពលោកគឺភ័យខ្លាចទៅលើរូបិយប័ត្រនៅក្នុងប្រទេសរៀងៗខ្លួនឬក៏រូបិយប័ត្រដែលសំខាន់ផ្សេងៗទៀតដែលនៅប្រើប្រាស់នៅក្នុងពិភពលោកក្រៅតែពីលុយដុល្លារហើយដោយប្រជាជនហ្នឹងគឺយើងឃើញថាប្រទេសនីមួយៗមានការព្រួយបារម្ភទៅលើបានបំណុលអញ្ចឹងបើថាអ្វីដែលកើតឡើងយើងទម្លាក់មកលើតែរូបិយប័ត្រដុល្លារមួយមុខហ្នឹងគឺវាមិនត្រូវយើងគិតថាអ្វីដែលកំពុងតែកើតឡើងគឺដោយសារតែនៅក្នុងពិភពលោកយើងឃើញមានការចលាចលតាំងពីនយោបាយអញ្ចឹងគ្រប់សពឲ្យបានបំណុលរបស់ប្រទេសនីមួយៗក៏ច្រើនក៏ប៉ុណ្ណេះអញ្ចឹងវាមិនមែនដោយសារតែលុយដុល្លារអាមេរិកនេះចង់និយាយថាលុយដុល្លារអាមេរិកនេះវាមិនមែនតែជាមូលហេតុតែមួយទេដែលធ្វើឲ្យប្រជាជនប្រមូលនាំគ្នាទិញអ្វីផ្សេងទៀតដែលមិនមែនជារដ្ឋាភិបាលអាចបោះពុម្ពបានអញ្ចឹងខ្ញុំចង់មកជជែកទៅលើ Tether នេះបន្តិចទៀតដែលយើងបកក្រោយមកវិញដែលនេះគឺជា stable coin គឺជាប្រភេទកាក់ crypto stable coin យើងដឹងហើយនៅក្នុងវីដេអូរបស់ខ្ញុំមួយក៏បាននិយាយទៅលើ stable coin វីដេអូមួយចំនួនដែរដូចមាន 3-4 ដែលខ្ញុំនិយាយទៅលើ stable coin អញ្ចឹងក្នុងនេះយើងឃើញ Tether ដែល stable coin របស់គាត់ហ្នឹងគឺប្រើជា USDT អ្វីដែលមួយទៀតហ្នឹង stable coin ធំទី2គឺ USDC អញ្ចឹង USDT គឺបង្កើតដោយ Tether USDC គឺបង្កើតដោយ Circle នៅក្នុងនោះគាត់ទៅសេក្រុមហ៊ុន USDT នេះគឺមានមាសទៅដល់80តាន80តោនដែលមានតម្លៃប្រហែលជា$8,000 លានហើយដែលក្រុមហ៊ុននេះក៏មានបានបំណុលអាមេរិកនឹងយ៉ាងច្រើនផងដែរហើយចំណូលដែលគាត់ទទួលបានពីបានបំណុលដែលក្នុងនាមជាតម្លៃជាទិន្នផល yield ជាការប្រាក់ហ្នឹងក៏បានច្រើនផងដែរអញ្ចឹងក្រុមហ៊ុននេះបើយើងនិយាយទៅអត្ថបទនេះគឺទៅសេច្រើនក្នុងគ្រាន់តែមួយឆ្នាំ2024គាត់រកបានទៅដល់100គាត់ចំណេញបើនិយាយទៅគាត់ចំណេញបានទៅដល់$13,000 លានក្នុងឆ្នាំ2024ដែលក្នុងនោះគឺគាត់មានបុគ្គលិកត្រឹមតែ100នាក់ជាងទេចឹងបានន័យថាបុគ្គលិករបស់គាត់ម្នាក់គឺរកលុយបានច្រើនមែនទែនបើយើងប្រៀបធៀបបើយើងរាប់យកមនុស្សយកមកគិតជាលុយចឹងបានក្រុមហ៊ុន crypto នេះបើនិយាយទៅគឺ efficiency របស់បុគ្គលិករបស់គាត់ហ្នឹងគឺមិនធម្មតាដែលបើសិនជាយើងប្រៀបធៀបទៅធនាគារមួយមានបុគ្គលិករាប់ពាន់នាក់ប៉ុន្តែចំណូលប្រហែលជាមិនបាននៅអ្វីដែលគាត់រកបានទេក្នុងមួយឆ្នាំ2024គ្រាន់តែលុយគាត់ចំណេញគឺ$13,000 លានហើយមានបុគ្គលិកត្រឹមតែ100ប្រហែលជា100នាក់អញ្ចឹងគឺនេះគឺជាមិនធម្មតាអញ្ចឹង Tether ហ្នឹងក៏គាត់បានវិនិយោគ$9,000 លានទៅលើកាក់ Bitcoin ហើយបន្ទាប់មក$8,000 លានទៅលើដុំមាសដុំប្រាក់នឹងតែម្ដងដែលនៅផ្ទុកនៅឯប្រទេស Switzerland អញ្ចឹងយើងឃើញរបៀបទិសដៅរបស់គាត់ដែលគាត់ប្រាប់វិនិយោគមិនត្រឹមតែជាកាក់ stable coin ទេដែលក្នុងនឹងគឺគាត់មិនត្រឹមតែយកលុយបានបំណុលរបស់សហរដ្ឋអាមេរិកហ្នឹងមកតម្កល់នៅពីក្រោយរបស់ stable coin របស់គាត់ទេប៉ុន្តែក៏គាត់មានតាំងពី Bitcoin តាំងពីដុំមាសអញ្ចឹងផងដែរអញ្ចឹង stable coin Tether នេះគឺយើងដឹងនៃច្បាប់ Genius Act របស់លោក Donald Trump គឺត្រូវតម្រូវឲ្យមានទ្រព្យតម្កល់ពីក្រោយដែលនៅពេលបច្ចុប្បន្ននេះTether USDT គឺស្មើនឹងដែលគេហៅថាផ្ទាល់ភ្ជាប់ peg ជាមួយនឹងលុយដុល្លារ1 USDT ស្មើនឹង$1អញ្ចឹងខ្ញុំចង់និយាយបន្តទៅទៀតហ្នឹងគឺយើងគិតទៅលើអ្វីដែលយើងបានជជែកតាំងពីដើមមកយើងត្រឡប់មកខាងក្រោយមួយបន្តទៀតនេះគឺជានៅក្នុងវីដេអូមួយដែលយើងបានជជែកយ៉ាងស៊ីជម្រៅហើយនៅក្នុងនោះគឺយើងទៅលើគេថាតម្លៃមាសវាត្រូវការវត្តដាក់31ឆ្នាំម្ដងដើម្បីដល់ចំណុចកម្ពូលរបស់តម្លៃមាសពីចំណុចកម្ពូលមួយទៅដល់ចំណុចកម្ពូលមួយចឹងទៅហើយនៅក្នុងឆ្នាំ970នេះគឺជា the debasement trade happen ម្ដងដែលខ្ញុំអានហើយយើងអាចយកមកជជែកគ្នាបានដែលក្នុងនេះយើងដឹងយើងឃើញតម្លៃមាសនេះគឺចំណុចលឿងនេះគឺជាតម្លៃមាសក្នុងតម្លៃពិតប្រាកដដែលគេហៅថា real value យើងសម្រាប់បងប្អូនញាតិមិត្តទាំងអស់គ្នាអត់យល់នៅអ្វីដែលខ្ញុំនិយាយយើងអាចទៅមើលវីដេអូមួយនោះបានអញ្ចឹងនៅពេលនោះគឺតម្លៃមាសនៅក្នុងឆ្នាំ1970ហ្នឹងតម្លៃមិនដល់500ទេនៅពេលដែលយើងមើលអាស្នាមចុចនេះណាប៉ុន្តែគ្រាន់តែ
នៅពេលដែល gold standard បានបញ្ចប់នៅក្នុងឆ្នាំ1971យើងឃើញ gold standard បានបញ្ចប់ក៏តម្លៃមាសឡើងត្រុយអញ្ចឹងទៅហើយបន្ទាប់មកនៅក្នុងឆ្នាំ1980ក៏ឡើងខ្លាំងដោយសារតែមានរឿងច្រើននៅក្នុងនេះគេនិយាយអតិផរណាឡើងខ្លាំងនៅក្នុងនេះដូច13%ហើយមានវិបត្តិសេដ្ឋកិច្ចអីគ្រប់សពដែលគេទៅសេមកក្នុងនេះផងដែរប៉ុន្តែអ្នកប្រធាននៃធនាគារកណ្ដាលគឺគាត់បានតម្លើងការប្រាក់ខ្លាំងមែនទែនដល់តែទៅធ្វើឲ្យប្រជាជនមានការទុកចិត្តទៅលើលុយដុល្លារឡើងវិញសេដ្ឋកិច្ចក៏ល្អសារឡើងវិញក៏យើងឃើញតម្លៃមាសក៏ធ្លាក់ខ្ពស់មកតែម្ដងអញ្ចឹងអ្វីដែលខ្ញុំចង់ជជែកហ្នឹងនៅពេលនេះគឺជាវត្តដាក់ថ្មីដែលយើងឃើញតែអ្នកនិពន្ធដែលលោក Owen Ashley គាត់ទាយថានឹងអាចកើតនៅក្នុងឆ្នាំ2011ហើយនឹងទៅអនាគតក្នុងរយៈពេល31ឆ្នាំគឺគាត់ទាយទៅដល់ឆ្នាំ2042តើមាសនឹងបន្តឡើងឬក៏យ៉ាងម៉េចនេះគឺជាវត្តដាក់ថ្មីនៃទ្រឹស្ដីសេដ្ឋកិច្ចដែលគេហៅថា economic orthodoxy តើមានរឿងអ្វីកើតឡើងអញ្ចឹងអ្វីដែលខ្ញុំបានមើលចុះឡើងទៅខ្ញុំតបជាប់ខ្លួនឯងទេការគិតរបស់ខ្ញុំអញ្ចឹងអ្វីដែលខ្ញុំនិយាយហ្នឹងវារៀងរញ៉េបន្តិចប៉ុន្តែយើងឃើញនៅកាក់ Bitcoin stable coin របស់ក្រុមហ៊ុន Tether គ្រាន់តែបុគ្គលិកគាត់តាម100នាក់គឺគាត់អាចរកចំណូលបានទៅដល់13,000លានក្នុងឆ្នាំ2024អញ្ចឹងយើងដឹងថា stable coin Tether ហ្នឹងគេយកមកប្រើដើម្បីអ្វីនេះគឺជាបច្ចេកវិទ្យាថ្មីដែលខ្ញុំគិតថាប្រហែលជាអាចនឹងជំនួយទៅដល់នៅតម្លៃលុយដុល្លារនាពេលអនាគតដែលគេហៅថា change ឬក៏ complement នៃ monetary system ដែលនាពេលបច្ចុប្បន្ននេះគឺយើងប្រើលុយ fiat currency ហើយនឹងយើងត្រូវការផ្ញើលុយទៅបរទេសឬក៏ការទូទាត់នៅក្នុងពិភពលោកគឺ60%គឺប្រើលុយដុល្លារហើយនឹងផ្ញើតាមប្រព័ន្ធ Swift code Swift number នៅតាមធនាគារដែលប្រព័ន្ធនេះគឺមានសេវាកម្មថ្លៃដូចតែអ្នកនរគ្នាអាចដឹងបាននៅពេលអ្នកនរគ្នាសាកល្បងបើក account ផ្ញើលុយទៅដល់ interactive broker គេយល់ប្រហែលអញ្ចឹងណាអញ្ចឹង stable coin គឺជាប្រព័ន្ធទូទាត់ថ្មីមួយដែលជួជំនួសឬក៏ជំនួយទៅលើនៅអ្វីដែល Swift code ជំនួសបាននិយាយទៅអាចនឹងជាជំនួសនៅការជួយដូរការទូទាត់ជំនួយនៅក្នុងពិភពលោកអញ្ចឹងយើងឃើញថាកាក់នេះគឺអាចផ្ញើទៅលឿនរហ័សហើយថោកអញ្ចឹងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំមើលនៅអ្វីដែលកើតឡើងឃើញប្រជាជនដែលគាត់ក្នុងអត្ថបទជាច្រើនដែលគាត់ទៅសេថា the debasement trade ទម្លាក់លុយចោលទៅទិញដុំមាសដុំប្រាក់ទិញ Bitcoin ទិញភាគហ៊ុនទាំងអស់ហ្នឹងគឺសម្រាប់ខ្ញុំអាចយកមកតបចប់នៅអ្វីដែលកើតឡើងនៅក្នុងអត្ថបទរបស់លោក Owen Ashley ដែលនៅក្នុងឆ្នាំ2011មាសធ្លាក់ចុះមកខ្លាំងហើយក៏មានឡើងខ្លាំងនៅក្នុងនោះក៏មានរឿងកើតឡើងយ៉ាងច្រើនផងដែរទាក់ទងទៅនឹងសេដ្ឋកិច្ចអាមេរិកដែលយើងឃើញនៅក្នុងនោះមាន COVID ហើយនឹងបោះពុម្ពលុយសារឡើងវិញអីបោះពុម្ពលុយបញ្ចូលនៅក្នុងទីផ្សារនៃធនាគារកណ្ដាលរបស់អាមេរិកហ្នឹងក៏ច្រើនអីចឹងណាហើយប៉ុន្តែនៅអ្វីដែលធ្វើឲ្យមាសអាចបន្តឡើងទៀតហ្នឹងហើយនឹងធ្លាក់ចុះមកវិញនៅពេលដែលវាដល់បោះវត្តដាក់របស់វាគឺនៅពេលដែលមានប្រព័ន្ធថ្មីគេហៅថា new monetary system ចេញមកដែលខ្ញុំគិតថាប្រហែលជាកាក់ stable coin នេះ coin ដែលនឹងអាចជំនួសនៅអ្វីដែលទូទាត់នៅក្នុងពិភពលោក transaction សម្រាប់business សម្រាប់ក្រុមហ៊ុនផ្សេងៗដែលគាត់មានការទូទាត់ទិញចំនួនជាមួយគ្នាហើយទូទាត់នៅក្នុងពិភពលោកហ្នឹងគឺដោយប្រើកាក់ stable coin មិនមែនសំដៅទៅលើតែ Tether មួយទេវាមានកាក់ stable coin ចេញមកច្រើនបណ្ដាប៉ុន្តែអ្វីដែលធំជាងគេនៅក្នុងនាពេលបច្ចុប្បន្នគឺ Tether ហើយនឹងUSDC បន្ទាប់មកគឺយើងឃើញប្រទេសផ្សេងៗក៏មានចេញកាក់ stable coin ផងដែរយើងឃើញយុទ្ធសាស្ត្រនៃប្រទេសចិនក៏ចេញកាក់ stable coin ហ្នឹងផងដែរនេះគឺជាចេញនៅក្នុងខែ9ថ្ងៃទី24 2025អញ្ចឹងបានន័យថាអត្ថបទនេះគឺថ្មីទេដែលគេនិយាយថាប្រទេសចិនដែលមានកាក់ stable coin ដោយផេកជាមួយនឹងលុយចិនលុយយេនរបស់ចិនហ្នឹងក៏បានប្រើប្រាស់នៅក្នុងប្រទេសកាសាក់ស្ថានបែរជាអានមិនសូវត្រូវទេកាសាក់ស្ថានបានទទួលបាន license បានអីអញ្ចឹងប្រើប្រាស់ប៉ុន្តែនេះគឺជា stable coin ដែលតាក់ទងទៅដល់រដ្ឋាភិបាលចិនបានន័យថាវាមិនមែនក្រៅរដ្ឋាភិបាលដូចជា Tether ដូចជា USDC ហ្នឹងទេគឺនេះគឺនៅតាក់ទងជាមួយនឹងរដ្ឋាភិបាលចិនអញ្ចឹងនេះគឺជាភាពខុសគ្នាដែលនៅប្រទេសចិនអ្វីក៏ដោយក្រុមហ៊ុនធំៗក៏ដោយភាគច្រើនគឺតាក់ទងជាមួយនឹងរដ្ឋាភិបាលចិនហើយនៅប្រទេសសេរីក្រុមហ៊ុនរបស់គេនឹងអត់មានតាក់ទងទៅនឹងរដ្ឋាភិបាលចិនអញ្ចឹងគោលការណ៍មួយទៀតដែលប្រើប្រាស់នៅ stable coin មិនត្រឹមតែទូទាត់លុយនៅក្នុងពិភពលោកលឿនរហ័សថោកទេហើយក៏ជាលុយមួយដែលគេគិតថា
វាមិនមែននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលដែលមិនមែនរដ្ឋាភិបាលគាត់ចេះតែថាអូចង់បោះពុំលុយបោះពុំថែមអីចឹងអត់ទេហើយលុយ stable coin ដែលយើងដឹងនៅលុយ Tether គឺត្រូវតែមានបានបំណុលរបស់អាមេរិកលុយដុល្លារអាមេរិកនៅក្នុងកងវិការផងដែរហើយក៏យើងឃើញគាត់ទិញមាសទិញ Bitcoin ទិញអីយកមកផ្ទុកយ៉ាងច្រើនហូរហែអញ្ចឹងសម្រាប់ខ្ញុំដែលវិលត្រឡប់មកវិញទៅលើមាសវត្តដាក់ថ្មីនៃតម្លៃមាសនៅពេលដែលប្រព័ន្ធលុយប្រហែលជាបច្ចេកវិទ្យា crypto នឹងមកជំនួសនៅអ្វីដែលជាប្រព័ន្ធលុយនាពេលបច្ចុប្បន្ននេះឬក៏ជាការជំនួយនៅអ្វីដែលកំពុងតែប្រើប្រាស់ប្រព័ន្ធលុយនាពេលបច្ចុប្បន្នអញ្ចឹងយើងឃើញការជឿជាក់ទៅលើប្រព័ន្ធហិរញ្ញវត្ថុហើយនឹងប្រព័ន្ធលុយថ្មីអញ្ចឹងតម្លៃមាសនឹងធ្លាក់មកវិញអញ្ចឹងតើនៅពេលណាធ្លាក់អាហ្នឹងយើងគិតថាតើនៅពេលណាកាក់ stable coin នឹងអាចប្រើប្រាស់ជា mainstream បានន័យថាប្រើប្រាស់នៅក្នុងសង្គមទទួលស្គាល់នៅក្នុងសង្គម100% បានច្រើននៅពេលហ្នឹងតម្លៃមាសនឹងធ្លាក់ពាកមកវិញនេះគឺជាការគិតរបស់ខ្ញុំហើយយើងគិតថាអូខេឥឡូវនេះបើសិនជាប្រវត្តិសាស្ត្រវាសារឡើងវិញអ្វីដែលវាកើតឡើងចំដែរអញ្ចឹង31ឆ្នាំម្ដងនៅពេលនេះគឺយើងបាន5ដល់10ឆ្នាំហើយអញ្ចឹងយើងឲ្យរយៈពេលប្រហែលជា7ទៅ10ឆ្នាំទៀតសម្រាប់ការផ្លាស់ប្ដូរនៃប្រព័ន្ធហិរញ្ញវត្ថុថ្មីដែលជាប្រព័ន្ធបច្ចេកវិទ្យា crypto អញ្ចឹងនៅក្នុងនាពេលបច្ចុប្បន្ននេះតម្លៃមាសគឺនឹងអាចឡើងតែរហូតនៅដល់6-7ឆ្នាំទៀតឬក៏នៅពេលដែលរដ្ឋាភិបាលអាមេរិកក៏មានដំណោះស្រាយទៅលើបានបំណុលរបស់គាត់យុទ្ធសាស្ត្ររបស់គាត់ហើយនឹងធនាគារកណ្ដាលនាំគ្នាឈប់ទិញមាសហើយនាំគ្នាលក់ចេញវិញឬក៏យ៉ាងម៉េចហើយបន្ទាប់មកនៅពេលសង្គ្រាមបានចប់អាហ្នឹងគឺជារឿងមួយថ្មីប៉ុន្តែបើសិនជាយើងគ្រាន់តែសំដៅទៅលើប្រព័ន្ធលុយដែលគេហៅថា monetary system ហ្នឹងយើងអាចស្មានប្រហែលជាត្រូវការពេល7ឆ្នាំទៅ10ឆ្នាំទៀតដើម្បីសម្រាប់កាក់ stable coin คล้ายទៅជាប្រព័ន្ធជួញដូរធំជំនួសនៅ Swift code នៅក្នុងពិភពលោកអូខេរៀងវែងបន្តិចហើយប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំចង់យកមកជជែកនៅដែលអ្វីដែលកើតឡើងដែលនៅក្នុងព័ត៌មានបណ្ដាញយ៉ាងច្រើនសរុបសេចក្តីទៅគឺគេប្រើពាក្យ the debasement trade ដែលពាក្យនេះគឺទម្លាក់លុយចោលរូបិយប័ត្រដែលគេហៅថា fiat currency ទាំងអស់នឹងចោលទៅទិញនៅអ្វីដែលរដ្ឋាភិបាលមិនអាចបោះពុំបានដុំមាសដុំប្រាក់បន្ទាប់មកយើងឃើញដុំមាសដុំប្រាក់ហ្នឹងគឺប្រមូលទិញមិនត្រឹមតែពីធនាគារកណ្ដាលទេប្រជាជនអ្នកវិនិយោគចូលទៅក្នុង ETF ទាំងប្រទេសពិភពលោកទាំងមូលគឺយើងឃើញប្រទេសឥណ្ឌាក៏មានប្រវត្តិត្រាថ្មីបន្ទាប់មក crypto ក៏ក្នុងដូចជា Tether ក៏គាត់បានចំណាយលុយទៅដល់8000លានទៅទិញមាស80តោនយកមកទុកផងដែរដែលបន្ទាប់មកទៀតក៏យើងទៅឃើញកាក់ crypto នេះគឺមានការប្រជែងហើយសហរដ្ឋអាមេរិកនេះក៏គាត់បានចេញច្បាប់ Genius Act ហើយប្រទេសផ្សេងៗក៏គិតថាគាត់ត្រូវតែដេញតាមដែរពីព្រោះនេះប្រហែលជាបច្ចេកវិទ្យាថ្មីដែលអាចនឹងជំនួសនៅការទូទាត់ជួញដូរនៅក្នុងពិភពលោកបានជំនួស Swift code ដែលឃើញកាក់ crypto យើងផ្ញើចេញផ្ញើចូលស្រួលតម្លៃថោកមិនមានកំណត់បន្ទាប់មកយើងក៏មកគិតទៅដល់នៅអ្វីដែលលោក Ashley និយាយដែលថាមាសគឺត្រូវការរយៈពេល31ឆ្នាំពីចំណុចកំពូលធ្លាក់មកដល់បាតឡើងទៅវិញដល់ចំណុចកំពូលនៅពេលនេះយើងឃើញថាមាសគឺនៅក្នុង the price cycle វត្តដាក់នៃតម្លៃដែលយើងឃើញថាកំពុងតែ promoting អញ្ចឹងតម្លៃមាសគឺកាន់តែឡើងតើយើងត្រូវការរយៈពេលប្រហែលឆ្នាំទៀតដែលតម្លៃមាសនឹងឡើងមុននឹងធ្លាក់ខ្ពាកមកវិញនៅពេលសម្រាប់មតិខ្ញុំតដែលខ្ញុំគិតនៅពេលណាដែល stable coin គឺត្រូវបានប្រើប្រាស់ជាទូលំទូលាយក្នុងពិភពលោកគេហៅថា major ខ្លាយទៅជា mainstream money transfer ឬក៏ transaction ជួញដូរនៅក្នុងពិភពលោកគេហៅថា settlement transaction settlements ហើយនឹងទាំងអស់ហ្នឹងនៅពេលនោះយើងឃើញនៅការជឿជាក់នៅលើប្រព័ន្ធលុយប្រើប្រាស់ថ្មីហើយដែលយើងឃើញប្រព័ន្ធរបស់ចិនប៉ុន្តែប្រព័ន្ធរបស់ចិនគឺគាត់គ្រប់គ្រងទៅដោយរដ្ឋាភិបាលរបស់ចិនមកគាត់អញ្ចឹងសម្រាប់ប្រទេសប្រជាជនពិភពលោកតើគាត់មានការជឿជាក់ទៅលើដែលប្រទេសកុម្មុយនីសហើយនឹងអ្វីដែលអាចគ្រប់គ្រងនឹងតាមដានពីរដ្ឋាភិបាលដែរឬទេនេះគឺជាសំណួរដែលអ្នកទាំងអស់គ្នាអាចយកទៅពិចារណាបានអញ្ចឹង